ជំរាបសួរនាងខ្ញុំធីតាសូមជំរាបសួរបងប្អូនទាំងអស់ដែលតែងតែតាមដានเพจរបស់នាងខ្ញុំគឺថាថ្ងៃនេះនាងខ្ញុំមានធ្វើបង្អែមគ្រាប់ឈូកចានាងខ្ញុំធ្វើបង្អែមគ្រាប់ឈូកជំរាបជូនបងប្អូនគ្រឿងផ្សំបង្អែមគ្រាប់ឈូកហ្នឹងមានដូចជាគ្រាប់ឈូកអានេះគ្រាប់ស្គូប៉ុន្តែគ្រាប់ស្គូនេះគ្រាប់ស្គូអាធំណាហើយនឹងសារាយគ្រាប់ស្គូដែរប៉ុន្តែគ្រាប់ស្គូអាទូចស្លឹកតយស្ករសខ្ទិះដូងនិងអំបិលចាឥឡូវហ្នឹងតាមដានជាមួយនាងខ្ញុំតើនាងខ្ញុំធ្វើបង្អែមហ្នឹងធ្វើយ៉ាងម៉េចចាឥឡូវហ្នឹងនាងខ្ញុំអញ្ជូនអីវ៉ាន់នេះទៅចង្ក្រានហើយនាងខ្ញុំចាប់ផ្ដើមបបរធ្វើបង្អែមចាឥឡូវហ្នឹងនាងខ្ញុំចាប់ផ្ដើមបបរបង្អែមគ្រាប់ឈុកចាឥឡូវហ្នឹងមុននឹងនាងខ្ញុំដាក់នេះចូលគឺថានាងខ្ញុំមុនដំបូងដាក់ដាំទឹកអញ្ចឹងទៅហើយនេះស្លឹកតយយើងដាក់ចូលដើម្បីឲ្យវាឈ្ងុយប៉ុន្តែស្លឹកតយនេះខ្ញុំអត់មានអសណាខ្ញុំយកចេញមកពីក្នុងទូទឹកកកចាហើយបន្ទាប់ពីនាងខ្ញុំដាក់ស្លឹកតយចូលទៅនាងខ្ញុំដាក់អំបិលចូលទៅក្នុងទឹកហ្នឹងតាមបន្តិចបានហើយចង់ស្លាប់រៀនបន្តិចបានហើយចាបន្ទាប់ពីនាងខ្ញុំដាក់អំបិលហើយគឺថាពេលដែលទឹកនឹងពុះនាងខ្ញុំដាក់ស្ករស្គូនេះចូលប៉ុន្តែឥឡូវហ្នឹងទឹកនឹងអត់តាន់ពុះហើយនាងខ្ញុំប្រហែលជា2នាទីទៀតអីពុះហើយនាងខ្ញុំបិទកម្របសិនចាឥឡូវហ្នឹងទឹកនឹងពុះហើយមុនទឹកពុះនាងខ្ញុំចាក់គ្រាប់ស្គូអាធំហ្នឹងមុនគេចាឥឡូវនាងខ្ញុំចាប់ផ្ដើមតម្លាក់គ្រាប់ស្គូចូលហើយគ្រាប់ស្គូហ្នឹងវារៀងមួយងាស់បន្តិចដែរព្រោះអីស្វិតមែនតើគ្រាប់ស្គូហ្នឹងណាចាហើយប្រហែលជា10នាទីចាំនាងខ្ញុំចាក់គ្រាប់ស្គូអាទូចចូលឥឡូវហ្នឹងរងចាំពេល10នាទីទៀតចាំជួបនាងខ្ញុំម្ដងទៀតចាឥឡូវហ្នឹងជួបនាងខ្ញុំប្រហែលជា10នាទីហើយអញ្ចឹង10នាទីក្រោយមកនាងមកជួបនាងខ្ញុំម្ដងទៀតគឺថានាងខ្ញុំចាក់គ្រាប់ស្គូហ្នឹងនាងខ្ញុំចាក់ចូលទាំងអស់ពួកអីគ្រាប់ស្គូហ្នឹងក៏ត្រូវការមួយងាស់ដែរកាលណាយើងអត់មួយងាស់វាទេវាអត់ហីចេវាអត់ឆ្អិនទេចាហើយបន្ទាប់ពីនាងខ្ញុំដាក់គ្រាប់ស្គូហើយបាននាងខ្ញុំដាក់មើមឈូកប៉ុន្តែឲ្យគ្រាប់ស្គូនឹងមកស្ទុះសិនចាំបាននាងខ្ញុំដាក់មើមឈូកព្រោះអីមើមឈូកនេះវាឆាប់ឆ្អិនទេវាឆាប់ឆ្អិនណាព្រោះអីនាងខ្ញុំត្រាំទឹកពីយប់បានមកយប់ហើយដល់ពេលអញ្ចឹងពេលដែលដាក់ចូលទៅផ្លែតឆ្អិនហើយបើសិនជានាងខ្ញុំដាក់មើមឈូកឥឡូវវាធ្វើឲ្យមើមឈូកនឹងវាបែកដល់ពេលបែកទៅវាផ្អែមយើងនឹងវាអត់ល្អទេចាគ្រាប់ឈូកចាឥឡូវហ្នឹងជួបនាងខ្ញុំបន្តិចទៀតប្រហែលជា5នាទីអីបាននាងខ្ញុំដាក់មើមឈូកនឹងចូលចាឥឡូវហ្នឹងនាងខ្ញុំដាក់គ្រាប់ស្គូចូលហើយប្រហែលជាងាស់វាប្រហែលជា5នាទីណាហើយឥឡូវហ្នឹងនាងខ្ញុំចាប់ផ្ដើមដាក់មើមឈូកចូលអូ sorry ទៀតគ្រាប់ឈូកច្រឡំនិយាយខុសពី3ដងខ្ញុំចានេះដាក់គ្រាប់ឈូកចូលដាក់ទាំងអស់ទៅចាបន្ទាប់ពីនាងខ្ញុំដាក់គ្រាប់ឈូកចូលហើយនាងខ្ញុំនៅសារាយមិនតាន់ដាក់ចូលទេសារាយហ្នឹងចាំប្រហែលជា10នាទីអីទៀតចាំនាងខ្ញុំដាក់សារាយហ្នឹងចូលព្រោះអីសារាយហ្នឹងដាក់តែបន្តិចឆ្អិនហើយចាឥឡូវហ្នឹងជួបនាងខ្ញុំ10នាទីទៀតបាននាងខ្ញុំដាក់សារាយចូលចាឥឡូវហ្នឹងគឺថាជួបនាងខ្ញុំម្ដងទៀតហើយគឺនាងខ្ញុំដាក់សារាយចូលចានាងខ្ញុំចាប់ដើមដាក់សារាយចូលហើយចាបន្ទាប់ពីនាងខ្ញុំដាក់សារាយចូលហើយគឺថានាងខ្ញុំចាប់ដើមដាក់ស្ករសចានាងខ្ញុំដាក់ស្ករសប៉ុណ្ណឹងនាងខ្ញុំដាក់អំបិលរួចហើយដាក់អំបិលលើកមុនណាបន្ទាប់ពីនាងខ្ញុំដាក់ស្ករសហើយគឺថានាងខ្ញុំភ្លក់មើលវានាងខ្ញុំភ្លក់ហើយចាំនាងខ្ញុំដាក់ខ្ទិះដូង ច
អត់ផ្អែមទេនាងខ្ញុំសុំផ្អែមថែមតិចទៀតច្រើនដែរអត់ផ្អែមហ្មងហ្នឹងចាប៉ុណ្ណឹងបានហើយព្រោះអីខ្ទិះដូងហ្នឹងវារៀងមានជាតិផ្អែមដែរខ្ញុំមកដាក់ខ្ទិះដូងចូលចាឥឡូវហ្នឹងនាងខ្ញុំចាប់ផ្ដើមដាក់ខ្ទិះដូងចូលចាពេលដែលខ្ទិះដូងពុះពេលដែលទឹកនឹងពុះគឺថាបង្អែមយើងហ្នឹងបានញ៉ាំហើយអានេះខ្ញុំដាក់គ្រាប់ស្គូចូលផងនៅដាក់គ្រាប់ស្គូចូលមុនគ្រាប់ឈូកផងនៅតែគ្រាប់ស្គូអត់ចង់ឆ្អិនទេតែគ្រាប់ឈូកហ្នឹងឆ្អិនមុនបាត់ហើយនេះប៉ុន្តែអត់អីទេតិចទៀតប្រហែលជា5នាទី2-3នាទីទៀតវាអាចឆ្អិនហើយពេលដែលយើងទុកយូរទៅគ្រាប់ស្គូហ្នឹងវារីកវារីកហើយឃើញបង្អែមយើងហ្នឹងវាមានខាប់ល្អចាឥឡូវហ្នឹងទុកឲ្យវាប្រហែលជា2នាទីទៀតគឺថានាងខ្ញុំចាប់ផ្ដើមបិទទៅស្នេហ៍គឺពាក្យយ៉ាងខ្លីតែវាមានន័យមិនអាចកណនីស្វាមីហើយនឹងភរិយាពិតជាសំខាន់ស្នេហ៍គឺជាកម្មសិទ្ធិគឺជាជីវិតភរិយាស្វាមីបើទីលួងឬដោលួងលោកីចុងអឡចាឥឡូវហ្នឹងបង្អែមក្របឈូករបស់នាងខ្ញុំគឺថាធ្វើហើយហើយគឺថាតំណងគួរឲ្យចង់ញ៉ាំចាថ្ងៃហ្នឹងគឺថានាងខ្ញុំធ្វើ3មុខគឺថាបង្អែមក្របឈូកប្រឡាក់គ្រឿងសាច់ជ្រូកហើយនឹងសឡមើមឈូកចាហើយនាងខ្ញុំសូមអរគុណច្រើនដែលបងប្អូនតែងតែតាមដាន page របស់នាងខ្ញុំរាល់ការ live និងតែងតែជួយ like និង share ហើយនាងខ្ញុំសូមអរគុណច្រើននឹងជួបនាងខ្ញុំកម្មវិធីអាទិត្យខាងមុខទៀតនាងខ្ញុំនឹងលើកមុខម្ហូបថ្មីជម្រាបជូនបងប្អូនចានាងខ្ញុំសូមអរគុណច្រើន Cambodian Broadcasting Network TV របស់ខ្មែរ